ប្តីបងឈ្មោះចម្រើនមែនចាមិនបានអនឡាញស្គាល់គាត់ខ្ញុំស្គាល់ព្រោះអីគាត់ជាមនុស្សប្រុសដែលទិញជៀនឲ្យខ្ញុំអញ្ចឹងបានន័យថាប្តីបងនឹងគឺជាសង្សារអូនឯងអត់ទេអូនឯងនិយាយលេងសើចមែននេះបាយមើលតាថាខ្ញុំនិយាយលេងក៏និយាយមែនចឹងបានន័យថាប្តីបងរងៃហ្នឹងគឺលួចលាក់មានអូនឯងចឹងហើយបានជាគេមិនដែលខ្វល់ពីខ្ញុំហើយនឹងកូនសោះមនុស្សប្រុសរៀបការហើយនៅដាក់ស្រោមអនាម័យក្នុងកប៉ាល់អញ្ចឹងទៀតហងៃហ្នឹងគេមានដែរចាត់ទុកខ្ញុំជាប្រពន្ធគេដែរអត់មិនបានជាគេហ៊ានធ្វើអញ្ចឹងដាក់ខ្ញុំគួរតែទ្រាំបែបនេះរហូតហើយខ្ញុំក៏អត់ឲ្យគេបែបនេះរហូតមែនទេបើមិនអញ្ចឹងទេគេមិនដឹងទេថាមនុស្សដែលត្រូវគេក្បត់វាឈឺចាប់ប៉ុណ្ណាចុះបើខ្ញុំដើរចេញទៅចុះកូនអនាគតកូនខ្ញុំនឹងទៅជាយ៉ាងម៉េចទៅអត់ទេខ្ញុំមិនអាចធ្វើឲ្យឈួតចឹងបានទេព្រោះកូនពេជ្រគេត្រូវការប៉ាគេណាអញ្ចឹងខ្ញុំត្រូវតែទ្រាំថ្ងៃណាមួយគេច្បាស់ចកែបន្តិចទៀតទៅគេឡើងខូចហើយទ្រាំបន្តិចទៀតទៅឡើងអីហើយត្រូវតែទ្រាំព្រោះកូនគេត្រូវការប៉ាគេនេះបងអីវ៉ាន់បងដែលបុកគ្នាមួយខ្ញុំនៅផ្សារថ្ងៃមុនហ៎ខ្ញុំច្រឡំយកបោបែងទៅអូបងចេះតែឆ្ងល់ថាបាត់ទៅណាក៏ប៉ិតច្រឡំជាមួយខ្លួនឯងសោះក៏ប៉ិតខ្ញុំដឹងតែថ្ងៃដំបូងតែដោយសារខ្ញុំរកផ្ទះបាញ់អត់ឃើញចឹងក៏ខ្ញុំទៅសួរអ្នកនៅផ្សារទៅគេប្រាប់ថាបងនៅហ្នឹងក៏ប៉ិតបងឲ្យខ្ញុំនៅផ្ទះចិត្តគ្នាហ្នឹងផ្ទះខ្ញុំនៅជួរខាងមុខនេះតាអូអញ្ចឹងអញ្ចឹងមិនគេថាបើមិនបានឆ្លោះគ្នាអត់បានស្គាល់គ្នាមែនអញ្ចឹងអូនឯងនៅនឹងដែរតែបងដូចអត់ដែរឃើញអូនឯងអញ្ចឹងពេលខ្លះខ្ញុំអត់សូវនៅផ្ទះដែរហ្នឹងបងពេលខ្លះក៏នៅពេលខ្លះក៏អត់អញ្ចឹងអូនឯងអង្គុយលេងសិនណាចាំបងទៅយកទឹកមកឲ្យញ៉ាំណានេះហុកថតការបងការស្អាតអត់អ្នកសំអាងគេផាត់មុខឲ្យស្អាតណាបងប្តីបងឈ្មោះចម្រើនមែនចាមិនបានអនឡាញស្គាល់គាត់ខ្ញុំស្គាល់ព្រោះអីគាត់ជាមនុស្សប្រុសដែលទិញជៀនឲ្យខ្ញុំអញ្ចឹងបានន័យថាប្តីបងនឹងគឺជាសង្សារអូនឯងអត់ទេអូនឯងនិយាយលេងសើចមែននេះបាយមើលតា
ថាខ្ញុំនិយាយលេងក៏និយាយមែន ចឹងបានន័យថាដៃបងរងថ្ងៃហ្នឹងគឺលួចលាក់មាននរឯងមិនចឹងអូនមិនបាននរឯងធ្វើអញ្ចឹងកើតអូនឯងហូបគ្រឿងស្អាតម៉ាត់ណាមិនបាននរឯងឆ្ងាញ់របស់គេអញ្ចឹងអូនណាបងសុំបងណាអូនណិតដល់កូនបងហើយអូនណិតដល់ចិត្តបងជាស្រីដូចគ្នាផងណាអូនណា បងចម្រើនគាត់ប្រាប់ខ្ញុំថាគាត់អត់តមានប្រពន្ធទេអញ្ចឹងខ្ញុំក៏អត់បានខុសដែរព្រោះអីគាត់ប្រាប់ថាគាត់នៅកន្លោះបើសិនជាគាត់ជាប្តីបែងមែនណាគាត់ច្បាស់ជានៅមួយបែងហ្នឹងមិនមែនគាត់ទៅនៅមួយខ្ញុំមកយប់ទេ មិនបាននរឯងនិយាយផើអញ្ចឹង ស្រីគ្មានរសជាតិដូចជាបែងណាគួរតែដោះលែងឲ្យគាត់មកខ្ញុំណាចាប់ទុកថាធ្វើបន់គាត់ឲ្យខ្ញុំណាខ្ញុំអត់ចង់ដើមជាមួយស្រីចាស់ជ្រាដូចជាបែងអញ្ចឹងទេបើបាចង់ឈឺចាប់ជាងនេះណាលែងលះគ្នាមួយគាត់ទេតែបើសិនជាបងចង់ធ្វើជាស្រីដែលប្តីដាក់បាយឲ្យស៊ីដូចជាសត្វឆ្កែក៏ទ្រាំធ្វើទៀតទៅខ្ញុំនិយាយនេះហើយនិយាយក្នុងនាមជាមនុស្សស្រីដូចគ្នាតែបើទ្រាំណាមានតែឈឺចាប់ហ្នឹងបែងក៏ដឹងដែរថាគាត់ឈប់ស្រឡាញ់បែងហីបើមិនអញ្ចឹងមិនមែនគាត់ទិញជៀនឲ្យខ្ញុំហើយអត់ទិញឲ្យបែងទេបែងគួរយល់ចំណុចហ្នឹងហី បានហើយឆាប់ចេញពីផ្ទះខ្ញុំទៅ